សូមស្វាគមន៍មកកាន់ Knowledge for You TOTOS តើសត្វមួយណាដែលមានបេះដូង3ចម្លើយដែលត្រឹមត្រូវគឺចម្លើយខមឹកតើផ្លែឈើមួយណាដែលមានសារធាតុ fiber ខ្ពស់ចម្លើយដែលត្រឹមត្រូវគឺចម្លើយកផ្លែប៉ោមតើបន្លែអ្វីដែលដុះចេញពីឫសចម្លើយដែលត្រឹមត្រូវគឺចម្លើយខការ៉ុតតើដីប្រភេទណាដែលឆាប់ស្ងួតទឹកចម្លើយដែលត្រឹមត្រូវគឺចម្លើយកដីខ្សាច់តើដីប្រភេទណាដែលរក្សាទឹកបានយូរចម្លើយដែលត្រឹមត្រូវគឺចម្លើយខដីឥដ្ឋតើដំណើរអ្វីដែលប្ដូរពីរាវទៅឧស្ម័នចម្លើយដែលត្រឹមត្រូវគឺចម្លើយកការហួតឬរំហួតតើផ្លែឈើមួយណាដែលជាប្រភពអង់ស៊ីមដ៏ល្អចម្លើយដែលត្រឹមត្រូវគឺចម្លើយកផ្លែល្ហុងតើដំណើរការនៃការដុតរំលាយអាហារក្នុងពោះវៀនគឺជាអ្វីចម្លើយដែលត្រឹមត្រូវគឺចម្លើយកការរំលាយអាហារតើកោសិកាឈាមសមានមុខងារអ្វីចម្លើយដែលត្រឹមត្រូវគឺចម្លើយកប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគអរគុណសម្រាប់ការតាមដានទស្សនាសូមជួយ Like និង Subscribe